មុនពេលអ្នកបិទភ្នែកដើម្បីសម្រាប់សម្រាននាពេលរាត្រីតើអ្នកច្រើនតែគិតពីអ្វីអ្នកឃ្លាចិត្តគំនិតរបស់អ្នកឲ្យស្អាតទេយប់មួយមុនពេលអ្នកបិទភ្នែកតើអ្នកកំពុងតែគិតអ្នកកំពុងតែស្រមៃអំពីអ្វីរាល់បណ្ដុំនៃបញ្ហាការភ័យខ្លាចឬក៏អតីតកាលដែលបណ្ដុំទៅដោយវិបដិសារីឬក៏ក្តីសង្ឃឹមដ៏មុតមមសម្រាប់ថ្ងៃស្អែកសូមចាំថាអ្វីដែលអ្នកគិតនាយប់នេះគឺកំពុងតែសរសេរយ៉ាងស្ងាត់ស្ងាត់ជាទីបំផុតសម្រាប់ថ្ងៃស្អែកនៅពេលដែលអ្នកដេកអនុសម្បជញ្ញៈរបស់អ្នកវាអត់ដេកតាមអ្នកទេគឺវាកំពុងតែធ្វើអ្វីម្យ៉ាងដែលអ្វីនោះយើងដឹងដោយស្ងាត់ជាទីបំផុតដូច្នេះហើយខ្ញុំចង់សួរថាហេតុអីបានជាមុនពេលដែលយើងសម្រាកសម្រានការគិតមុនពេលដំណេកគឺជារឿងសំខាន់ពេលយប់គឺជាពេលដែលខួរក្បាលរបស់មនុស្សស្ងប់បំផុតគ្មានសម្លេងរំខានគ្មានការរវល់គ្មានការបង្ខិតបង្ខំពីសំណាក់ជនទាំងឡាយដទៃគំនិតដែលអ្នកគិតមុនគេងពុំមែនគ្រាន់តែជាគំនិតក៏ប៉ុន្តែបន្តិចម្ដងវារីកដុះដាលទៅជាក្របពូជដែលត្រូវដាក់នៅក្នុងខួរក្បាលនេះឯងហើយខួរក្បាលនេះឬក៏និយាយដែលខ្លីថាអនុសម្បជញ្ញៈគឺវាធ្វើការមួយយប់ទៅភ្លឺដើម្បីបង្កើតអារម្មណ៍ការសម្រេចចិត្តនិងសកម្មភាពទាំងឡាយទាំងពួងនៅក្នុងថ្ងៃបន្ទាប់អ្នកគិតយ៉ាងណាអ្នកមានអារម្មណ៍យ៉ាងនោះអ្នកក៏ធ្វើសកម្មភាពយ៉ាងនោះដូច្នេះហើយគំនិតតូចវាធ្វើថ្ងៃស្អែកមានភាពខុសគ្នាយ៉ាងខ្លាំងសូមស្រមៃទៅមើលបុគ្គលកយប់មុនគេងគិតថាខ្ញុំហត់ណាស់មួយថ្ងៃនេះដូចសួយសម្បើមមួយថ្ងៃហ្នឹងគ្មានបានអីជាដុំកំភួនទេលុះថ្ងៃស្អែកគេនឹងមានទំនោរយ៉ាងខ្លាំងនៅក្នុងការក្រោកពីគេងយឺតមិនចង់ធ្វើអ្វីមើលឃើញតែបណ្ដុំនៃបញ្ហាខ្លួនឯងមិនស្អាតមិនគ្រប់គ្រាន់ដើម្បីចាប់ផ្ដើមថ្ងៃថ្មីឡើយរីឯបុគ្គលខយប់មុនគេងគេគិតថាថ្ងៃស្អែកខ្ញុំគួរតែធ្វើអ្វីឲ្យប្រសើរជាងថ្ងៃនេះឲ្យបានយ៉ាងហោចណាស់ក៏1%ថ្ងៃស្អែកគេក៏នឹងមានកម្លាំងពេលលាំងគេចាប់ផ្ដើមធ្វើអ្វីមួយបានល្អប្រសើររាប់ចាប់តាំងតែពីកិច្ចការតូចទៅគេឃើញឱកាសនៅក្នុងបញ្ហាគេមើលឃើញភាពល្អប្រសើរនៅពេលដែលគេពើប្រទះទៅនឹងចំណោទនៅក្នុងជីវិតថ្ងៃស្អែកខុសគ្នាដោយសារតែគំនិតរបស់យើងនាថ្ងៃនេះឯងត្រូវចាំថាអនាគតគឺវាពុំមែនកើតឡើងដោយចៃដន្យឡើយមនុស្សជាច្រើនគិតថាអនាគតគឺជារឿងវែងឆ្ងាយគឺជារឿងប្រេសំណាងគឺជារឿងតាមក្រោយតែមែនទៅអនាគតគឺជាលទ្ធផលនៃគំនិតដែលអ្នកគិតរាល់ថ្ងៃនឹងតើអ្នកគិតអំពីរៀនអ្នកគិតអំពីការអភិវឌ្ឍខ្លួនអ្នកគិតអំពីការបោះបង់អ្នកឈប់គិតអំពីដំណោះស្រាយអ្នកគិតរកផ្លូវអ្នកមិនរស់នៅថ្ងៃស្អែកក៏ប៉ុន្តែអ្នកកំពុងតែកវៃកឆ្នាំងកពូនវាបន្តិចម្ដងអំណេះចាប់តាំងតែពីយប់នេះទៅមុនពេលអ្នកសម្រាកសម្រានបិទភ្នែកទៅយ៉ាងនោះដែរអ្វីដែលមនុស្សភាគច្រើនគិតខុសនោះគឺថាមុនគេងមនុស្សភាគច្រើនធ្វើអ្វីតាមដែលខ្ញុំសង្កេតភាគច្រើនណាស់គឺចំណាយពេលនៅក្នុងការ scroll មើលទូរស័ព្ទឬក៏មើលទូរទស្សន៍អ្នកវិទ្យាសាស្ត្រគេអះអាងថារាល់ពេលដែលចក្ខុភ្នែករបស់យើងនឹងណាវាប្រតិកលាជាមួយនឹងអ្វីមួយខួរក្បាលរបស់យើងក៏វាដំណើរការរហូតវាធ្វើឲ្យខួរក្បាលយើងហត់គិតអំពីអ្វីដែលមិនមានទំនុកចិត្តលើខ្លួនឯងប្រសិនបើយើងមើលព័ត៌មានរន្ធត់មើលរឿងអវិជ្ជមានស្ទឹងតែថាបណ្ដុំនៃរឿងទាំងអស់នោះគឺវាស៊ីស្ពេសផ្នែកជាច្រើននៃខួរក្បាលរបស់យើងហើយយើងក៏កើតទៅជាគំនិតប្រៀបធៀបយើងគ្មានទំនុកចិត្តលើខ្លួនឯងហើយបញ្ហាគឺវាដើរចុះឡើងនៅក្នុងចិត្តគំនិតរបស់យើងហ្នឹងជាលទ្ធផលអ្នកគេងមិនស្ងប់ភ្ញាក់មកមានអារម្មណ៍ហាក់ដូចជាធ្ងន់ថ្ងៃស្អែកក៏គ្មានថាមពលបើអ្នកមិនគ្រប់គ្រងគំនិតរបស់អ្នកមុនពេលដែលអ្នកគេងទេគំនិតអវិជ្ជមានវានឹងគ្រប់គ្រងកាន់កាប់ជីវិតរបស់អ្នកជាក់ជាមិនខានដូច្នេះហើយខ្ញុំសូមផ្ដល់ជាយោបល់ទៅចុះថាគិតឲ្យបានត្រឹមត្រូវមុនពេលអ្នកចូលសម្រាកសម្រាននិន្ទ្រាសួរខ្លួនឯងនៅសំណួរប្រកបទៅដោយអត្ថន័យមុនគេងត្រូវតែមានភាពក្លាហានសួរថាថ្ងៃហ្នឹងតាំងពីព្រលឹមទល់ព្រលប់រហូតមកដល់ដែលខ្ញុំគេងហ្នឹងខ្ញុំបានធ្វើអីឲ្យខ្លួនឯងប្រសើរជាងថ្ងៃម្សិលមិញនៅខ្ញុំបានរីកចម្រើនអ្វីខ្លះនៅថ្ងៃហ្នឹងខ្ញុំបានរៀនអ្វីថ្ងៃស្អែកខ្ញុំចង់ក្លាយទៅជាមនុស្សបែបណាខ្ញុំជួបអ្នកណាខ្ញុំមានបញ្ជីនៃការងារអ្វីខ្លះដែលត្រូវបញ្ចប់នៅថ្ងៃស្អែកជំហានតូចណាមួយដែលខ្ញុំនឹងធ្វើនាព្រឹកព្រហៀមដើម្បីជាកម្លាំងបញ្យុះចិត្តនៅក្នុងការចាប់ផ្ដើមថ្ងៃថ្មីប្រកបដោយថាមពលនិងកម្លាំងបញ្យុះចិត្តបន្ទាប់មកបដូររបៀបនិយាយដែលអ្នកនិយាយមកកាន់ខ្លួនឯងផ្ទុយពីការនិយាយថាខ្ញុំមិនអាចបើកបេះដូងនៅក្នុងការនិយាយថាខ្ញុំកំពុងតែរៀនធ្វើវាបដូរ script នៃការនិយាយពីថាវាយឺតពេលហើយបដូរមកនិយាយថាខ្ញុំចាប់ផ្ដើមពីថ្ងៃនេះពាក្យតូចគឺវាបដូរទិសដៅខួរក្បាលបានយ៉ាងល្អបន្ទាប់មករៀនគិតពីអនាគតមកដាក់នៅក្នុងបច្ចុប្បន្នអ្នកគោលដៅវិទូនានាដូចជាប្រជាចារ Brian Tracy គាត់បានណែនាំពាក្យដ៏ល្អថាការដែលយើងសរសេរគោលដៅវាកាត់បន្ថយដែលថាគោលដៅគឺសម្រាប់នាពេលទៅមុខតើប៉ុន្តែប្រយោគដែលយើងសរសេរគឺយើងទាញអនាគតយកមកដាក់បច្ចុប្បន្នបើអ្នកចង់មានផ្ទះលំហែនៅមាត់សមុទ្រ
អ្នកត្រូវស្រមៃឃើញខ្លួនឯងកំពុងតែរស់នៅក្នុងផ្ទះលំហែនោះគិតដោយប្រៀបដូចជាអ្នកកំពុងតែបានវានៅក្នុងដៃរួចទៅហើយមានន័យថាយើងកំពុងតែទម្លាក់វាចូលទៅកាន់អនុសម្បជញ្ញៈដើម្បីបន្លប់ pretend ណាធ្វើដូចជាមែនទែនតែបើដីថាអនុសម្បជញ្ញៈនេះគឺគាត់មិនអាចបែកញែកថាអ្វីជាការពិតឬអ្វីដែលគ្រាន់តែជាការស្រមៃឡើយមុនបិទភ្នែកសូមស្រមៃថាអ្នកកំពុងតែធ្វើអ្វីដែលអ្នកចង់អ្នកមានចិត្តស្ងប់អ្នកមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើនតែបាត់អីដោយដែលយើងបាននិយាយមុននេះអញ្ចឹងខួរក្បាលមិនដឹងថាវាជាការស្រមៃឬក៏ជាការពិតវាក៏នឹងរៀបចំបន្តិចម្ដងនៅក្នុងដំណើរការឆ្ពោះទៅកាន់រូបភាពដែលអ្នកនឹកគិតនោះមិនខានត្រូវចាំថាគំនិតនិងទង្វើប្រចាំថ្ងៃរបស់អ្នកគឺជាអ្នកកសាងអនាគតផ្ទាល់ខ្លួនរបស់អ្នកមួយប្រពេចភ្នែកអាចបដូរមួយថ្ងៃអាចបដូរមួយជាតិហើយមួយជាតិអាចបដូរលោកធាតុដូច្នេះហើយនៅក្នុងជីវិតប្រចាំថ្ងៃជំនួសឲ្យការត្អូញត្អែរពីរឿងតូចតាចចូលព្យាយាមស្វែងរកផ្នែកវិជ្ជមានសូម្បីតែប្រឈមទៅនឹងការខូចចិត្តដោយសារតែការបែកបាក់ឬក៏ការដំណើរការអាជីវកម្មមិនរលូនក៏សូមស្វែងរកកម្លាំងចិត្តដើម្បីបោះពុយទៅមុខការរៀនទទួលយកការផ្លាស់ប្ដូរនិងការលះបង់គឺជាមាគ៌ាជីវិតនាំអ្នកឆ្ពោះទៅកាន់សេចក្តីសុខសាន្តត្រាននិងតុល្យភាពដ៏ពិតប្រាកដនៅក្នុងជីវិតដូច្នេះហើយនៅពេលអ្នកបើកចិត្តបើកថ្លើមបាំងបេះដូងនៅក្នុងការទទួលស្គាល់អំពីចំណុចណាដែលខ្លួនឯងធ្វើមិនតាន់បានល្អហើយគិតថារៀងរាល់ថ្ងៃស្អែកជារៀងរាល់ថ្ងៃគឺជាថ្ងៃថ្មីដែលបើកឱកាសឲ្យអ្នកអាចធ្វើវាឲ្យកាន់តែល្អប្រសើរបន្តិចម្ដងដូច្នេះហើយការដែលអ្នកស្គាល់ពីដែនកំណត់របស់ខ្លួននៅក្នុងការទទួលយកវាក៏វាជួយឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់នេះគឺជាការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីចំណុចខ្លាំងទៅដូចជាចំណុចខ្សោយដើម្បីអាចផ្ដោតទៅលើកិច្ចការដែលអ្នកពូកែនិងស្វែងរកជំនួយនៅភាពល្អប្រសើរនៅក្នុងជីវិតការយល់ដឹងនេះគឺវាបើកផ្លូវឲ្យអ្នកឆ្ពោះទៅរកការរីកចម្រើននិងការអភិវឌ្ឍខ្លួនព្រមទាំងជួយកសាងទំនុកចិត្តដែលមានគ្រឹះដ៏រឹងមាំចេញពីខាងក្នុងខ្លួនចូលចាប់ផ្ដើមដោយការរៀនទទួលស្គាល់ដែនកំណត់និងស្មោះត្រង់ចំពោះសមត្ថភាពរបស់អ្នកសូមមានទំនុកចិត្តលើខ្លួនឯងហើយជឿជាក់ទៅលើដំណើរការនៃភាពរីកចម្រើនមិនយូរប៉ុន្មានអ្នកក៏នឹងមើលឃើញខ្លួនឯងគឺជាមនុស្សម្នាក់ដែលពោរពេញទៅដោយជំនឿជឿជាក់និងភាពក្លាហានព្រមទាំងត្រៀមខ្លួនជាស្រេចនៅក្នុងការប្រឈមទៅនឹងឧបសគ្គនៅក្នុងជីវិតជាក់ជាមិនខានដូច្នេះហើយបញ្ជីនៃការងារ To-do list ប្រចាំថ្ងៃគឺជារឿងសំខាន់វាជួយឲ្យយើងអាចបង្កើនធ្វើការទៅលើចំណុចតូចៗរហូតដល់ចំណុចធំៗបានកាន់តែប្រសើរសរសេរគំនិតនិងអារម្មណ៍របស់អ្នកដាក់នៅក្នុងកូនសៀវភៅវាអាចជួយឲ្យអ្នកមានទស្សនវិស័យកាន់តែច្បាស់លាស់ម្ល៉េះហើយប្រសិនបើអ្នកចង់បានសុភមង្គលសេចក្តីសុខសាន្តត្រានជាដំបូងអ្នកត្រូវតែស្វែងយល់ឲ្យឃើញច្បាស់ថាតើសុភមង្គលពិតប្រាកដគឺជាអ្វីហើយវាមានអត្ថន័យយ៉ាងណាចំពោះអ្នកសាកល្បងសរសេរបញ្ជីតូចមួយដែលរៀបរាប់លម្អិតអំពីអ្វីដែលអ្នកពិតជាត្រូវការហើយអ្វីដែលអ្នកចង់បានដ៏ខ្លាំងក្លានៅក្នុងជីវិតបន្ទាប់មកពិចារណាអំពីផែនការឬក៏ជំហានទាំងឡាយទាំងពួងដែលយើងអាចយកទៅអនុវត្តដើម្បីសម្រេចទៅតាមគោលដៅទាំងអស់នោះត្រូវចាំថាគ្មានកិច្ចសន្ទនាឯណាសំខាន់ជាងកិច្ចសន្ទនាដែលអ្នកមានជាមួយនឹងខ្លួនឯងទេសម្ដេចព្រះសង្ឃក្រេតដាឡៃឡាម៉ាក៏លោកមានថ្នាក់ដីកាដែរថានៅក្នុងមួយថ្ងៃចូលចំណាយពេល10នាទីដើម្បីសន្ទនាដោយចិត្តស្មោះសរជាមួយខ្លួនឯងតែថ្ងៃនេះខ្ញុំបានធ្វើអ្វីល្អខ្លះហើយតែថ្ងៃនេះខ្ញុំបានបង្កើនគុណភាពជីវិតផ្នែកណាខ្លះហើយត្រូវចាំថាយប់មួយអាចផ្លាស់ប្ដូរទិសដៅជីវិតទាំងមូលរបស់អ្នកបានដូច្នេះហើយក្រោយពីពេលស្ដាប់10នាទីមកនេះខ្ញុំជឿថាប្រិយមិត្តសាវនិកជនរបស់ YouTube Channel ពេញមូនិកាអាចបាន tip ដ៏ខ្លីៗមួយដែលអាចយកទៅអនុវត្តចាប់ផ្ដើមពីយប់នេះមុនចូលគេងសូមកុំទុកចិត្តអ្នកឲ្យអស់សង្ឃឹមសូមកុំទុកការគិតទៅលើរឿងរវើរវាយសូមកុំគិតទៅលើរឿងទាំងឡាយឯណាដែលវាមិនចម្រុងចម្រើនចូលមានភាពក្លាហាននៅក្នុងការនិយាយមកកាន់ខ្លួនឯងថាថ្ងៃស្អែកខ្ញុំនឹងក្លាយទៅជំនួសល្អជាងម្សិលមិញព្រោះអ្នកគិតយប់នេះគឺកំពុងតែបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ថ្ងៃស្អែកមិនខានរឿងនេះគឺជារឿងសំខាន់ហេតុអីបានសំខាន់ខ្ញុំសូមប្រាប់ទៅចុះថានៅរាល់ពេលដែលអ្នកបិទភ្នែកទាំងគូរបស់អ្នកខួរក្បាលគឺវាមិនបានបិទថតឈប់ធ្វើការទេតែវាបែរជាទៅធ្វើការទៅតាមរបៀបផ្សេងមួយទៀតរបៀបផ្សេងនឹងយ៉ាងម៉េចនៅពេលដែលអ្នកគេងខួរក្បាលក៏នឹងរៀបចំលំដាប់លំដោយនៃគំនិតរក្សាទុកអ្វីទាំងឡាយទាំងពួងដែលអ្នកគិតជាញឹកញាប់បង្កើតទម្លាប់វាចាត់លំដាប់ថ្នាក់នៃគំនិតទៅតាមថតនីមួយៗដូចជាប្រធាចារ្យ Vincent Norman Peale គាត់ថាថ្ងៃខ្លះបើយើងកាំងស្ញែងគិតអីមិនចេញយើងដេកបន្តិចសិនទៅទុកឲ្យអនុសម្បជញ្ញៈហ្នឹងវាជួយចាត់ចែងទៅហើយខ្ញុំផ្ទាល់ក៏ធ្លាប់បានពិសោធន៍ឲ្យឃើញដែរថាពេលខ្លះយើងគិតអីមិនចេញយើងគិតមិនឃើញយើងក៏សម្រាយើងបដ ாய் រឿងហ្នឹងទៅតាមស្រួល
បន្ទាប់មកក៏យើងស្រាប់តែរកដំណោះស្រាយទៅលើបញ្ហានោះខ្ញុំក៏មិនដឹងថាអ្វីជាជំនួយនៅក្នុងការឲ្យជាកន្លឹះនៅក្នុងការដោះស្រាយដែរខ្ញុំគ្រាន់តែដឹងថារឿងខ្លះយើងត្រូវធ្វើវាទៅតាមសម្រួលយើងមិនអាចចាប់បង្ខំវាឡើយហេតុនេះហើយគំនិតមុនពេលអ្នកចូលសម្រានគឺវាមានអំណាចខ្លាំងណាស់បើអ្នកគិតអំពីការបរាជ័យខួរក្បាលក៏នឹងស្វែងរកភស្តុតាងថាត្រូវហើយអ្នកពិតជាបរាជ័យបើអ្នកគិតអំពីការលូតលាស់គិតអំពីការរីកចម្រើនខួរក្បាលក៏នឹងស្វែងរកឱកាសដើម្បីបញ្ជាក់ថាមែនហើយអ្នកអាចរីកចម្រើនអ្នកអាចលូតលាស់អ្នកអាចប្រសើរឡើងអ្នកមិនអន់ទេដូច្នេះហើយអ្នកត្រូវយកកលឹះនេះទៅគិតថាហេតុអីពេលភ្ញាក់មកអ្នកមានអារម្មណ៍មិនដូចរាល់ថ្ងៃតើអ្នកធ្លាប់សង្កេតទេមានថ្ងៃខ្លះអ្នកភ្ញាក់មកមានកម្លាំងពេញបរិបូរណ៍ហើយមានថ្ងៃខ្លះអ្នកភ្ញាក់មកហត់នឿយហត់ហេរជាដើមមូលហេតុគឺពុំមែនដោយសារតែការគេងយូរឬគេងមិនយូរទេក៏ប៉ុន្តែដោយសារតែការរៀបចំលំដាប់លំដោយនៃគំនិតរបស់អ្នករៀងរាល់យប់មុនពេលអ្នកចូលគេងនឹងហើយថ្ងៃស្អែករបស់អ្នកត្រូវបានកំណត់ទៅដោយអ្វីដែលអ្នកគិតនៅក្នុងថ្ងៃនេះគំនិតស្មើអារម្មណ៍ស្មើធម៌ពលស្មើសកម្មភាពដូច្នេះហើយបានជាចចលេមឺគាត់និយាយថាពេលដែលអ្នកភ្ញាក់ឡើងជារៀងរាល់ព្រឹកដោយការតាំងចិត្តប្រសិនបើអ្នកចូលទៅគេងដោយការពេញចិត្តដ៏មុតមមចំពោះជីវិតរបស់អ្នកមានន័យថាកម្រិតក៏ដូចជាអត្រានៃកម្លាំងបញ្យុចិត្តគឺវាកើតឡើងពីការសន្សំក៏ដូចជាការរៀបចំអរិយាបថរាងកាយនិងចិត្តគំនិតឲ្យវាត្របាញ់ជាធ្លុងមួយសកម្មភាពទី1របស់អ្នកនឹងជាសកម្មភាពដែលជំរុញទឹកចិត្តដ៏ខ្ពស់បំផុតដោយសារវាមានឥទ្ធិពលពីការតាំងចិត្តរបស់អ្នកមុនពេលអ្នកចូលគេងជារៀងរាល់យប់នឹងឯងដែលវាកំណត់អំពីថ្ងៃដ៏វិសេសវិសាលនាថ្ងៃបន្ទាប់អ្នកដែលមានឆ្ងល់ទេថាហេតុអីបានជាអ្នកភ្ញាក់នៅព្រឹកនេះវាគឺជាសំណួរដែលអ្នកមិនដែលសួរទេប៉ុន្តែអ្នកអាចចំណាយពេលបន្តិចមើលដើម្បីគិតទៅមើលហេតុអីបានជាអ្នកភ្ញាក់ឡើងជារៀងរាល់ព្រឹកហេតុអីបានជាអ្នកចាក់ចេញពីក្រេពូកដ៏ត្រជាក់ស្រឹបដ៏សែនកក់ក្ដៅដ៏សែនស្រួលខ្លួនដើម្បីបន្តការងារផ្សេងៗទៅតាមអាជីពវិជ្ជាជីវៈរបស់ខ្លួនតើជារៀងរាល់ថ្ងៃដោយសារតែអ្នកពិតជាចង់ក្រោកដោយពិតប្រាកដឬដោយសារតែវាមានមូលហេតុមានកតាលីករមានកម្លាំង